ហើយថោនោះជួយនៅជួបសង្វៀនណាកុំឈរជួបសង្វៀនពេកអូនប្រយ័ត្នខ្លួនខណៈយើងអត់មានខុសត្រូវទេចឹងយើងសុំដកគ្នាពីសង្វៀនកន្លះម៉ែត្រគឺល្អមែនទេដាក់គ្នាយើងបាទកុំឈរជួបសង្វៀនអរគុណណាឥឡូវនេះបាទជួយទៅពេលវេលាដល់ឥឡូវនេះស្វាគមន៍វគ្គត្រាត់មួយរុញចេញបាទពីបង្គោលក្រហមតោមបាទហាប់រីកសៃបង្គោលពីតោមមកប្រាប់បាទប្រកួតក្នុងទម្ងន់57គីឡូក្រាមអរគុណមែនទេហើយឥឡូវនេះបាទជំនឿទឹកទី1កំពុងតែបាទសម្លឹងទៅដល់គូដកស្តរងបច្ចេកទេសព្រោះថាมันអាចផ្ដេសផ្ដាស់បានទេបាទនេះដាក់ចូលនេះមិនដាក់ស្តាំសងទៅវិញពីបាទតោមមកប្រាប់បង្គោលពីតតកាត់ចលោមួយស្វាគមន៍ស្រាលទឹកទី1បាទដល់ពេលល្អមើលបាន3ទឹកក៏ល្អដែរបាទតែសំខាន់ការប្រកួតបងប្អូនប៉ះមួយគឺមិនស្រាលទេនេះមួយទៅមួយមករត់យ៉ាក់កញ្ចឹងកអីអើយ12កន្លះកបង្គោលក្រហមបាទហាប់រីកសីបាទបាត់មួយស្រាលទៅសម្រាប់អ្នកហាត់ទេបងប្អូននេះអត់ហាត់ប្រហែលជានៅតានេះទឹកមួយបាទលោកគ្រូរបូតបន្តការប្រកួតបាទបង្គោលក្រហមបាទហាប់រីកសីជាកន្លះកមកពីខេត្តបន្ទាយមានជ័យបង្គោលខៀវបន្តមកព្រឹកមកពីខេត្តបាត់ដំបងបាទអ្នកបាត់ដំបងនៅបន្ទាយមានជ័យមិនឆ្ងាយគ្នាប្រហែលទេបាទបណ្ដាទឹកមួយនេះកំពុងតែនេះមួយទៅមួយមកធ្ងន់មែនទេបាទរីកសីចូលជួយពីរីកសីសោវិញពីមកប្រឹកមកខៀវមួយទៅមួយមកអូយទៅហើយនេះអត់ស្រីទេបាទកណ្ដាស្រាលទៅពីដំបងទេបាទទៅចូលពេលកណ្ដាទៀមានស្រាលបងប្អូនទេបាទមួយពីមកប្រឹកមកចូលជួយស្ដាំបោះជួយទុកកាត់មួយសងទៅវិញពីបង្គោលខៀវចូលមិនដាច់ពេញតែបងពីបាទតមកប្រឹកបង្គោលខៀវនេះមួយពីចូលជួយសងស្ដាំមកចាប់ទឹកទី1បងប្អូនសូមកម្លាំងចិត្តឲ្យខ្លាំងទាំងអស់គ្នាមួយទៀតមករាប់និស័យមួយពីបាទតួមកប្រឹកបង្គោលខៀវបាទជាការប្រកួតនៅក្នុងទម្ងន់57គីឡូក្រាមនេះបោះឆ្វេងមួយពីមកប្រឹកបង្គោលខៀវតតកាត់កងពីបាទរីកសីបង្គោលក្រហមរុញបោះនេះបាទកណ្ដាលនេះអត់ទៅបាយនឹងក៏ស្រីវដែរបងប្អូនបាទកន្លះថាតបាយមិនបានគ្រប់ជ្រុំជ្រោយទេអាជាស្រ័យបងប្អូនទៀតផងព្រោះឥឡូវទៅជុះមើលកន្លះដូចគ្នាបងប្អូនណោះបាទចលោកាត់មួយពីនេះឥឡូវនេះគេថាម្នាក់មកពីខេត្តបន្ទាយមានជ័យម្នាក់មកពីខេត្តបាត់ដំបងធ្វើដំណើរប្រកួតនៅក្នុងទឹកដីព្រៃវែងដែលជាស្រុកកំណើតពិធីកងផ្ទាល់បាទខ្ញុំអ្នកព្រៃវែងដែរបងប្អូនមានអ្នកឆ្នេះហើយទេនេះរុញបើប្រយយ៉ាងណាគេបបាយបោប្រកួតបន្តតែកណ្ដាលខាងបង្គោលក្រហមបានកម្ពស់ជាងបន្តិចតែមិនថ្មីទេសំខាន់គីឡូប៉ុនគ្នាបាទមួយតាមចង្វាក់ភ្លេងគុនខ្មែរបោះឆ្វេងមួយអត់ដល់ហើយឆ្វេងស្ដាំពីបង្គោលក្រហមចូលមួយពីរធ្ងន់មែនទេបើសិនអ្នកយើងធម្មតាបំផុតអត់ទៅទេតែនេះកណ្ដាលនេះហាត់ធ្ងន់យ៉ាងណាក៏អាចថាមិនងាយស៊ីផុយបានដែរបងប្អូនណាបាទគេក៏ល្អយើងក៏ល្អដល់ចូលបោះចូលឆ្វេងបាទលោកគ្រូយ៉ាងណាថាពុកនេះបាទមួយទៅមកចាប់ទឹកទី2យ៉ាបង្គោលហោមប្រងថាពុកឥឡូវនេះចូលដល់ទឹកទី
3ជាមួយនឹងការប្រកួតគូពិសេសទី1បាទប្រភេទទី157 គីឡូក្រាមបាទដួលមួយបង្គោលក្រហមបាទហាប់រីកសីបង្គោលគីតំបាទព្រឹកបាទបង្គោលក្រហមបាទតំព្រឹកជាកីឡាករបោពីបាទលឹកកីឡាករបាទហាប់តុងគុនខ្មែរនៅសហគមន៍ខេត្តបន្ទាយមានជ័យបង្គោលភៀវបាទមកពីក្លឹបគុនខ្មែរបាទមករុស្ស៊ីនៅសហគមន៍ខេត្តបាត់ដំបងបាទធ្វើការប្រកួតនៅក្នុងទឹកដីខេត្តព្រៃវែងនេះបោះឆ្វេងសងស្ដាំពីបង្គោលក្រហមតោមរីកសីបាទមួយពីរឆ្វេងស្ដាំបាទកណ្ដាលទឹក3នេះពេញឡមែនទេបោះឆ្វេងចូលពោះទឹកពីបង្គោលភៀវបាទយើងអាចធាក់ទប់ល្អមែនទេបាទពីបង្គោលភៀវបាទឥឡូវនេះបន្តការប្រកួតវគ្គជ័យមួយបាទរៀងចង់កសោះដែរបងប្អូនទេបើថាជីឡានក្រុងបោឆ្ងាយផងហើយឡើងប្រកួតទៀតអត់ទៅមានពេលបានងាត់ច្រើនទេចូលមកលើឡានវាយតែម្ដងនេះបាទបោះឆ្វេងចូលឆ្វេងសងទៅវិញអីយ៉ាយ៉ាងមកជើងទឹក3ចូលឆ្វេងសងស្ដាំបោះជង្គង់រីរុញទៅនឹងសវៀនបាទព្រួយញ៉ាំដាហាប់ទាន់ញេបំបីបន្តការប្រកួតបងមួយជើងនេះអត់ដល់ទេបាទពីតបមកព្រឹកបាទទៅប្រែការរុញមួយពីរបាត់ទៅមកនេះចូលឆ្វេងបាទពេញពីបង្គោលក្រហមបាទហាប់រីកសីក្រោះមួយសេបាទក្រោះមួយសេបាទជាស្រ័យក្រោះសេបាទកណ្ដាលនេះទឹក3កណ្ដាលអត់មានទំនេរដៃទេបាទគឺមួមែនទេបងប្អូនចប់ទឹកទី3អីយ៉ាអូបាទសូមសំឡេងទាដៃមួយខ្លាំងដល់គ្នាអូហូបាទនេះគឺជាកម្លាំងចិត្តនៃស្នូ